តើអ៊ីរ៉ង់កំពុងលេងល្បីយុទ្ធសាស្ត្រធំឬអាមេរិកអាចធ្លាក់ក្នុងអន្ទាក់ការភ័យខ្លាចអំពីសង្គ្រាមលោកលើកទី3កំពុងតែកើនឡើងខណៈដែលអ្នកវិភាគព្រមានថាអ៊ីរ៉ង់អាចបានតាក់ទាញសហរដ្ឋអាមេរិកឲ្យចូលនៅក្នុងអន្ទាក់យោធាដ៏ធ្ងន់ធ្ងរអ្នកវិភាគបានមើលឃើញថានៅក្នុងស្ថានភាពសង្គ្រាមកំពុងតែមានការតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់អ្នកជំនាញខ្លះបានព្រមានថាអ៊ីរ៉ង់ប្រហែលជាកំពុងតែប្រើយុទ្ធសាស្ត្រដើម្បីតាក់ទាញប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យចូលនៅក្នុងសង្គ្រាមដ៏យូរអង្វែងអ្នកវិភាគបានព្រមានថាអ៊ីរ៉ង់អាចប្រើយុទ្ធសាស្ត្រ Horizontal Warfare ឬសង្គ្រាមពង្រីកតំបន់ដោយវាយប្រហារតាមមិត្តភ័ក្តិនិងក្រុមអាវុធផ្សេងៗនៅមជ្ឈមបូព៌ាដើម្បីឲ្យសង្គ្រាមពង្រីកនិងបង្កឲ្យអាមេរិកចំណាយធនធានច្រើនបើសង្គ្រាមពង្រីកបន្តអ្នកជំនាញបានព្រមានថាវាអាចធ្វើឲ្យសហរដ្ឋអាមេរិកជាប់នៅក្នុងសង្គ្រាមយូរដោយបទពិសោធន៍នៅក្នុងសង្គ្រាមវៀតណាមហើយអាចបង្កឲ្យមានការចូលរួមពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ទៀតផងនៅពេលដូចគ្នាការវាយប្រហារនិងការសងសឹករវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់និងសម្ព័ន្ធមិត្តនៅក្នុងតំបន់កំពុងតែបង្កការព្រួយបារម្ភថាជម្លោះនេះអាចពង្រីកទៅជាសង្គ្រាមធំជាងនៅមជ្ឈមបូព៌ាជាការកត់ឲ្យសម្គាល់អ្នកជំនាញខ្លះគិតថាអ៊ីរ៉ង់កំពុងតែប្រើយុទ្ធសាស្ត្រដើម្បីឲ្យសហរដ្ឋអាមេរិកចូលនៅក្នុងសង្គ្រាមដ៏យូរអង្វែងប្រសិនបើជម្លោះនៅតែបន្តពង្រីកវាអាចបង្កហានិភ័យនៃសង្គ្រាមធំនៅក្នុងតំបន់និងបង្កហានិភ័យដែលខ្លាចកើតសង្គ្រាមលោកលើកទី3ពិតប្រាកដជាការកត់ឲ្យសម្គាល់ក្រោយការវាយប្រហារនិងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅមជ្ឈមបូព៌ាអ្នកវិភាគបានមើលឃើញនិងព្រមានថាអ៊ីរ៉ង់អាចកំពុងតែប្រើយុទ្ធសាស្ត្រសង្គ្រាមពង្រីកតំបន់ដើម្បីធ្វើឲ្យសង្គ្រាមធំឡើងយុទ្ធសាស្ត្រនេះមានន័យថាអ៊ីរ៉ង់មិនប្រយុទ្ធដោយខ្លួនឯងទេក៏ប៉ុន្តែអាចប្រើក្រុមសម្ព័ន្ធមិត្តនិងកម្លាំងប្រយុទ្ធនៅក្នុងតំបន់ដើម្បីវាយប្រហារទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកហើយអ្នកជំនាញខ្លះព្រមានថាបើសហរដ្ឋអាមេរិកចូលរួមសង្គ្រាមយ៉ាងពេញលេញក្រោមការដឹកនាំរបស់លោក Donald Trump វាអាចធ្វើឲ្យសង្គ្រាមពង្រីកកាន់តែធំទៅនៅបណ្ដាប្រទេសជាច្រើននៅក្នុងមជ្ឈមបូព៌ាស្ថានភាពបែបនេះអាចបង្កឲ្យមានជម្លោះកាន់តែធំដែលប៉ះពាល់ទៅដល់អំណាចធំៗនៅក្នុងពិភពលោកហើយអាចបង្កអំពីហានិភ័យនៃសង្គ្រាមលោកលើកទី3ក៏ប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយបច្ចុប្បន្នស្ថានភាពនៅមជ្ឈមបូព៌ាកំពុងតែមានភាពតានតឹងខ្លាំងអ្នកវិភាគខ្លះកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតថាតើជម្លោះនេះនឹងបញ្ចប់ដោយការចរចាឬពង្រីកទៅជាសង្គ្រាមធំ